ออกคุณต่อพระองค์สำหรับថ្ងៃអាទិត្យដ៏មានព្រះពរដែលយើងជួបជុំគ្នាដើម្បីថ្វាយបង្គំដល់ព្រះអង្គអញ្ចឹង Palm Sunday ហ្នឹងគឺថ្ងៃដែលជាថ្ងៃមួយថ្ងៃអាទិត្យក្រោយថ្ងៃទី13ដែលយើងនឹងអបអរនៃជ័យជំនះរបស់ព្រះអង្គពេលព្រះអង្គយាងចូលទៅក្រុងយេរូសាឡិមហើយគេមានបោះធៀងស្លឹកចាអ្នកខ្លះធៀងកន្សែងនៅលើតាមផ្លូវពេលព្រះអង្គជិះនៅលើខ្នងលាគឺបង្ហាញអំពីការដែលព្រះជាម្ចាស់ព្រះយេស៊ូវបានឈ្នះជ័យជំនះមុនតែព្រះអង្គចូលទៅត្រូវគេធ្វើបាបរងទុក្ខលំបាកហើយបន្ទាប់មកមាន Good Friday ដែលយើងនឹងធ្វើថ្ងៃសុក្រហើយយើងបានប្រកាសដំណឹងហើយថ្ងៃសុក្រម៉ោង 5 កន្លះយើងធ្វើ Good Friday នៅខាងក្រោមហើយ Easter សំខាន់ណាស់បាទជាថ្ងៃដែលព្រះអង្គមានប្រជញ្ញរស់ឡើងវិញហើយយើងអង្គុយនៅទីនេះដោយដឹងថាព្រះអង្គគឺជាព្រះដែលរស់នៅសពថ្ងៃព្រះអង្គមិនសគត់រហូតទេព្រះអង្គរស់នៅសពថ្ងៃមានប្រជញ្ញរស់នៅសពថ្ងៃហើយគង់នៅក្នុងចិត្តរបស់យើងទាំងអស់គ្នាហើយ Growing in Grace គឺជាថ្នាក់ថ្មីដែលយើងទៅបង្កើតបាទថ្នាក់ថ្មីហើយថ្នាក់ដំបូងនៃក្រុមជំនុំផលយើងដែលយើងទៅបង្កើតហើយដើម្បីឲ្យយើងរៀនហើយយើងដឹងអំពីជំនឿរបស់យើងបាទទោះបីអ្នកផ្សេងមកប្រាប់យើងយ៉ាងម៉េចប៉ុន្តែយើងជាប់នឹងជំនឿដែលចាក់គ្រឹះនៅក្នុងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទតែព្រះអង្គជាដើមហេតុដែលធ្វើឲ្យយើងអាចមានសពថ្ងៃនេះខ្ញុំអរគុណព្រះអង្គសម្រាប់ថ្ងៃនេះខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូក្រុមជំនុំទាំងអស់គ្នាបានទៅជាមួយនឹងគ្នានិយាយទៅជាមួយនឹងគ្នាតាក់ទងទៅនឹងព្រះបន្ទូលដោយបទចម្រៀងដែលយើងច្រៀងថាបិតាអើយព្រះអង្គស្រឡាញ់ទូលបង្គំអ្វីដែលយើងត្រូវធ្វើគឺអត់ត្រូវធ្វើអធិដ្ឋានមួយថ្ងៃ3ដងមួយថ្ងៃ4ដងមួយថ្ងៃ5ដងយើងធ្វើទៅអត់អីទេបើយើងចង់មានទំនាក់ទំនងល្អជាមួយនឹងព្រះជាម្ចាស់ប៉ុន្តែមិនមែនដោយសារការអធិដ្ឋានរបស់យើងច្រើនដងនោះការអានខកពីច្រើនដងនោះធ្វើឲ្យព្រះអង្គស្រឡាញ់យើងជាងមុនទេលោកនេះគ្រូតើនេះមិនមែនលើកទឹកចិត្តអត់លើកទឹកចិត្តឲ្យអានព្រះគម្ពីរអធិដ្ឋានទេអធិដ្ឋានទៅអានព្រះគម្ពីរទៅប៉ុន្តែកុំគ្រាន់តែអានព្រះគម្ពីរអធិដ្ឋានឲ្យច្រើនដងនេះធ្វើឲ្យព្រះអង្គស្រឡាញ់យើងជាងមុនមិនមែនទេព្រះអង្គស្រឡាញ់យើងរួចទៅហើយគ្មានអ្វីដែលអាចបំផ្លាស់បំប្រែក្តីស្រឡាញ់ដែលព្រះអង្គស្រឡាញ់ចំពោះយើងបានឡើយអាមែនការអធិដ្ឋានការអានបទគម្ពីរគឺជាការមួយដែលយើងចង់ដឹងអំពីព្រះハរតីរបស់ព្រះអង្គកាន់តែច្រើនថែមទៀតតែបើឲ្យព្រះអង្គស្រឡាញ់លឿងលឹះហ្នឹងមិនមែនទេព្រះអង្គស្រឡាញ់យើងមិនទាន់ជឿព្រះអង្គជេរព្រះអង្គនៅឡើយបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាបានដឹងអំពីនាមមួយបាទស្គាល់នាមមួយគឺនាមព្រះអង្គម្ចាស់ដែលព្រះអង្គចង់ឲ្យយើងទាំងអស់នៅក្នុងបទគម្ពីរជាច្រើនបានប្រាប់ពីនាមរបស់ព្រះអង្គទី1ទី2ទី3ទី4ទី5ប៉ុន្តែអ្វីដែលព្រះយេស៊ូវយាងមកគឺព្រះអង្គចង់ឲ្យយើងដឹងព្រះអង្គចង់បង្ហាញឲ្យយើងដឹងតែនាមមួយឯងដែលអស្ចារ្យនៅក្នុងជីវិតរបស់យើងលោកគ្រូសូមចូលរួមអធិដ្ឋានជាមួយនឹងខ្ញុំបន្តិចព្រះបិតាដែលគង់នៅឋានសួគ៌កូនសូមអរព្រះគុណដែលព្រះអង្គស្រឡាញ់ទូលបង្គំអរព្រះគុណដែលព្រះអង្គលះព្រះជន្មរបស់ព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គយាងមកដើម្បីទូលបង្គំទាំងអស់គ្នាបានទទួលនៅជីវិតអស់កលជានិច្ចរស់នៅដោយដឹងថាព្រះអង្គស្រឡាញ់ទូលបង្គំទាំងអស់គ្នាសូមព្រះអង្គបានជាព្រះបានបើកចិត្តទូលបង្គំសូមឲ្យព្រះបន្ទូលនៅព្រឹកនេះជាព្រះបន្ទូលដែលលើកទឹកចិត្តដល់ទូលបង្គំហើយទូលបង្គំដឹងថាព្រះអង្គពិតជាព្រះដែលស្រឡាញ់ទូលបង្គំហើយព្រះអង្គពិតជាព្រះដែលធ្វើអ្វីៗទាំងអស់សម្រាប់ឲ្យទូលបង្គំហើយអ្វីដែលទូលបង្គំត្រូវធ្វើនោះគឺឈរនៅស្ងៀមហើយជឿដឹងថាព្រះអង្គជាព្រះបិតាដែលល្អដែលស្រឡាញ់ទូលបង្គំហើយមានផែនការល្អសម្រាប់ជីវិតទូលបង្គំគុណអត្តឋានដល់ទូលថ្វាយនៅក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែននៅក្នុងខកពីមាននាមជាច្រើនដែលនៅក្នុងពេលយើងនិយាយពីក្នុងកពីសញ្ញាចាស់មករហូតមាននាមជាច្រើនដែលជនជាតិអ៊ីស្រាអែលធ្វើប្រកាសបាទតែជនជាតិអ៊ីស្រាអែលប្រកាសទី1គេនិយាយពី
Elion គឺជាព្រះដែលគេហៅថាព្រះដែលខ្ពស់បំផុតគេហៅ Elion ភាសា Hebrew គឺប្រើថា Elion L មានន័យថាព្រះឲ្យតែជនជាតិអ៊ីស្រាអែលនិយាយ L នេះគឺព្រះ Elion មានន័យថាព្រះដែលខ្ពស់បំផុតគេច្រើនប្រើពាក្យមួយទៀត El Shaddai មានថាព្រះដែលមានអំណាចចេស្តាដោយបទចម្រៀង El Shaddai Elion Adonai គេ Elion គឺជាព្រះដែលខ្ពស់បំផុត El Shaddai គឺជាព្រះដែលនាមរបស់ព្រះអង្គគឺព្រះដែលមានអំណាចចេស្តាហើយដល់មួយទៀត Yahweh ខ្ញុំសេពាក្យខ្មែរខុសត្រូវនៅក្នុងនេះចាំជួយអក្សរមនុស្សខ្មែរតែ Yahweh ឬក៏យើងមួយទៀតគេហៅថាក្នុងកាពី54ច្រើនណាស់ Jehovah ឬក៏មួយទៀត Yahweh ជនជាតិអ៊ីស្រាអែលគេអត់ប្រើពាក្យ Jehovah ទេព្រោះគេដឹងថាគេមិនអាចប្រើព្រះនាមរបស់ព្រះជាម្ចាស់ដោយអាសាអត់ការឡើយគេអត់ហ៊ានហៅឈ្មោះព្រះអង្គចំទេគេហៅថា Yahweh គឺមានន័យថាព្រះដែលរក្សាសម្ព័ន្ធមេត្រីដែលចងជាមួយនឹងមនុស្សមានន័យថាព្រះអង្គរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គណា Yahweh មួយទៀត Elohim គឺជានាមមួយដែលនិយាយថាព្រះអង្គគឺជាព្រះដែលបង្កើតរបស់សព្វសារពើទាំងអស់នៅលើផែនដីគឺ Elohim ចុងក្រោយ Adonai ជាព្រះអង្គម្ចាស់ឬក៏ជាចវាយ Adonai អញ្ចឹងបើយើងមើលនៅក្នុងការបកប្រែព្រះគម្ពីរមាន Trees of Life Bible Version គឺជាគេបកប្រែព្រះគម្ពីរគេរក្សាឈ្មោះរបស់ព្រះជាភាសាដើមព្រះយេស៊ូវគេអត់ប្រើពាក្យព្រះយេស៊ូវគេប្រើនេះ Yeshua គេរក្សាឈ្មោះរបស់ព្រះអង្គនៅភាសាដើមហើយព្រះវិញ្ញាណបរិសុទ្ធគេអត់និយាយព្រះវិញ្ញាណបរិសុទ្ធដែលយើងអត់និយាយថា the Holy Spirit អង់គ្លេសហៅ Holy Spirit ខ្មែរយើងព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែនៅក្នុងនោះគេនិយាយថា Ruach ព្រះវិញ្ញាណបរិសុទ្ធ Ruach Elohim គឺព្រះវិញ្ញាណដែលជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីការនៅក្នុងលោកុបាតចំពុកមុនយើងដឹងថា Ruach and Elohim ព្រះអង្គគឺជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីរារានៅលើផ្ទៃទឹកចឹងឈ្មោះទាំងអស់នេះគឺមាន Elion ជាព្រះដែលខ្ពស់លើអស់ទាំងនាមបាទ El Shaddai ព្រះដែលមានអំណាចចេស្តាបាទ Yahweh ព្រះដែលរក្សាពាក្យសន្យាឬរក្សាសម្ព័ន្ធមេត្រីដែលព្រះអង្គចងជាមួយប្រជារាស្ត្ររបស់ព្រះអង្គ Elohim គឺជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីហើយ El Shaddai ជាព្រះអង្គម្ចាស់ Lord ជាព្រះអង្គម្ចាស់ឬក៏ជាអ្នកដឹកនាំជាចវាយយើងអាចបកប្រែមួយទៀតចវាយក៏បានដែរ Master ក៏បានគឺឬក៏មួយទៀតហៅថាព្រះអង្គម្ចាស់របស់យើងក៏ដែរចឹងមាននៅក្នុងជនជាតិអ៊ីស្រាអែលក្នុងភាសារបស់គេមានពាក្យច្រើនណាស់មាន Elohim មាន El Shaddai Yahweh បាទ Leon Adonai មាន Ruach ប៉ុន្តែព្រះយេស៊ូវយាងមកផែនដីនេះព្រះអង្គចង់ឲ្យយើងស្គាល់នាមមួយដឹងពីនាមរបស់ព្រះអង្គមួយគឺ Abba ព្រះបិតាបទចម្រៀងដែលយើងច្រៀងមិញថាព្រះបិតាអើយកូននៅស្ងៀមដោយដឹងថាព្រះអង្គជាព្រះអាមែនឈ្មោះទាំងអស់នេះកើតនៅក្នុងបានបង្ហាញនៅក្នុងសម្ព័ន្ធមេត្រីចាស់ដែលនិយាយអំពីឈ្មោះរបស់ព្រះអង្គអ្នកខ្លះនិយាយថា Yahweh ឬ Jehovah Jireh ព្រះដែលផ្គត់ផ្គង់អ្នកខ្លះនិយាយថា Yahweh ឬក៏ Jehovah Shalom ព្រះនៃក្តីសុខសាន្តគេប្រើព្រះនាមព្រះអង្គនៅក្នុងស្ថានភាពផ្សេងៗពីគ្នាប៉ុន្តែនៅសម្ព័ន្ធមេត្រីចាស់មនុស្សជនជាតិអ៊ីស្រាអែលឬក៏យើងដែលជាអ្នកជឿព្រះអង្គនៅសម័យនោះគ្មានសិទ្ធិហៅព្រះអង្គថាអាបាឡើយព្រះបិតាឡើយគេអត់មានសិទ្ធិហៅព្រះអង្គថាព្រះបិតាឡើយ
ពេលដែលព្រះយេស៊ូវយាងមកនៅលើផែនដីនេះព្រះអង្គចង់បង្ហាញបើកសម្ដែងឲ្យយើងដឹងមួយគឺថាអាបាព្រះបិតាគឺជានាមដែលព្រះអង្គចង់ឲ្យយើងចូលមកជិតព្រះអង្គដោយមានភាពស្និទ្ធស្នាលកាលពីមុនឆ្ងាយElohim Adonai នៅឆ្ងាយមែនទែន Yahweh នៅឆ្ងាយប៉ុន្តែព្រះបិតាឪពុកអ្នកខ្លះគេហៅឪខ្លះឪពុកឬខ្លះប៉ាគឺជាពាក្យគឺជាឈ្មោះដែលនិយាយអំពីភាពស្និទ្ធស្នាលនៅក្នុងក្រុមគ្រួសាររបស់យើងព្រះអង្គចង់ឲ្យយើងចូលមករកព្រះអង្គដោយដឹងថាយើងជាកូនរបស់ព្រះអង្គឲ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គហើយព្រះអង្គមិនចង់ឲ្យយើងខ្លាចព្រះអង្គនៅពេលដែលយើងចូលមករកព្រះអង្គនោះឡើយគឺព្រះអង្គចង់ឲ្យយើងដឹងថាព្រះអង្គគឺជាព្រះបិតាគឺជាអាបាភាសាអាបាហ្នឹងគឺជាភាសាហេប្រឺដែលយើងបកប្រែខ្មែរថាព្រះបិតាឬក៏ពុកឬក៏ប៉ាយើងអាចនិយាយទៅកាន់ព្រះជាម្ចាស់ដោយប្រើឈ្មោះនេះបានអ្នកខ្លះក៏និយាយព្រះបិតាអើយសូមព្រះអង្គប្រទានពរបាទអ្នកខ្លះពុកកូនសូមព្រះអង្គភាពស្និទ្ធស្នាលនិយាយអំពី closeness ភាពស្និទ្ធស្នាលនៅក្នុងក្រុមគ្រួសារអាមែនគឺព្រះអង្គចង់ឲ្យយើងចូលមករកព្រះអង្គដោយមានអារម្មណ៍ថាយើងស្និទ្ធស្នាលជាមួយនឹងព្រះអង្គជាព្រះបិតាដែលរងចាំយើងព្រះអង្គមិននៅឆ្ងាយពីយើងទេគឺព្រះអង្គនៅក្នុងចិត្តរបស់យើងព្រះអង្គគង់នៅជាមួយយើងគ្រប់ពេលវេលាទាំងអស់អាមែនអញ្ចឹងបើយើងមើលនៅក្នុងបទគម្ពីរសញ្ញាថ្មីអញ្ចឹងព្រះបិតា Abba Father នេះអត់មានកើតនៅក្នុងសម្ព័ន្ធមេត្រីចាស់ទេលោកគ្រូអ្នកគ្រូឆែកពីសម្ព័ន្ធមេត្រីចាស់តាំងពីលោកុបាតរហូតដល់ម៉ាឡាគីយើងជនសំបីអាប់រ៉ាហាំអត់មានសិទ្ធិហៅព្រះអង្គថាព្រះបិតាទេអត់មានតែគេមានសិទ្ធិហៅព្រះអង្គថាព្រះបិតាទេប៉ុន្តែនៅពេលដែលព្រះយេស៊ូវយាងមកផែនដីព្រះអង្គនាំការបើកសម្ដែងមួយហើយនាំនាមមួយមកកាន់យើងគឺអាបាព្រះបិតាយើងអាចហៅព្រះអង្គថាព្រះបិតានៅសម្ព័ន្ធមេត្រីថ្មីនេះយើងអាចហៅព្រះអង្គថាព្រះបិតានៅក្នុងកាន់កាពីសម្ព័ន្ធមេត្រីមាន3កន្លែងដែលនិយាយប្រាប់យើងអំពីពេលដែលព្រះអង្គមុនដល់ព្រះអង្គដល់ថ្ងៃសុក្រដ៏ល្អ Good Friday នោះគឺជាថ្ងៃដែលព្រះអង្គត្រូវគេធ្វើបាបព្រះអង្គអធិដ្ឋាននៅសួននៅដើមភ្នំអូលីវនាំសិស្សរបស់ព្រះអង្គមានយូហានមានពេត្រុសមានយ៉ាកុបទៅជាមួយនឹងព្រះអង្គដើម្បីអធិដ្ឋាននៅទីនោះហើយព្រះអង្គប្រាប់ថាឲ្យរងចាំព្រះអង្គអធិដ្ឋានហើយព្រះអង្គចំណាយពាក្យអធិដ្ឋានហើយព្រះអង្គមានព្រះបន្ទូលនៅក្នុងកាន់កាពីម៉ាកុសប្រាប់ថាព្រះអង្គទូលថាអាបាព្រះយេស៊ូវបាននិយាយទៅកាន់ព្រះជាម្ចាស់ថាអាបាអូព្រះបិតាអើយព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បានសូមដកយកពែងនៃទុក្ខលំបាកនេះចេញឆ្ងាយពីទូបង្គំទៅប៉ុន្តែសូមកុំតាមបំណងចិត្តទូបង្គំឡើយពែងនៃទុក្ខលំបាកគឺព្រះអង្គព្រះយេស៊ូវព្រះបិតាចាត់ព្រះយេស៊ូវមកផែនដីនេះដើម្បីទទួលទរណកម្មទទួលនៅអំពើបាបជំនួសយើងទាំងអស់គ្នាតែពេលដែលយើងធ្វើបុណ្យរំលឹកថ្ងៃដែលព្រះអង្គប្រសូតគឺយើងនិយាយអំពីថាព្រះអង្គយាងមកផែនដីព្រះអង្គជាព្រះ 100% ព្រះអង្គជាមនុស្ស 100% មនុស្ស 100% ព្រះអង្គមានការរងទុក្ខលំបាកដូចជាដែរព្រះអង្គអធិដ្ឋានទៅព្រះបិតាដូចគ្នាព្រះអង្គថាបើសិនជាព្រះអង្គព្រះបិតាអាចយកពេលនេះចេញពីទូបង្គំបានសូមដកទៅហើយព្រះអង្គបានបញ្ជាក់ចុងក្រោយថាសូមកុំតាមបំណងចិត្តទូបង្គំឡើយសូមឲ្យតាមបំណងព្រះハរតីរបស់ព្រះបិតាកន្លែងមួយនៅក្នុងម៉ាកុសកន្លែងមួយដែលព្រះយេស៊ូវបានអធិដ្ឋានទៅព្រះជាម្ចាស់ដោយហៅព្រះអង្គថាព្រះបិតានៅក្នុងរ៉ូមជំពូក8ខ15បានប្រាប់យើងថាគឺជាលិខិតរបស់សាវកប៉ូលទៅកាន់ទីក្រុងរ៉ូមបានប្រាប់យើងថាបងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាខ្ញុំបម្រើហើយឲ្យនៅតែភ័យខ្លាចទេអាមែនវិញ្ញាណដែលព្រះជាម្ចាស់ប្រទានឲ្យយើងមិនមែនវិញ្ញាណធ្វើឲ្យយើងទៅខ្លាចជាខ្ញុំបម្រើហើយខ្លាចព្រះជាម្ចាស់ឡើយប៉ុន្តែព្រះអង្គថាម៉េចគឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាបុត្ររបស់
ព្រះជាម្ចាស់បុត្ររបស់ព្រះជាម្ចាស់ចឹងហើយដោយសារវិញ្ញាណនេះយើងបន្លឺសំឡេងឡើងថាអាបាព្រះបិតាអើយអាមែនព្រះអង្គប្រទានឲ្យយើងសូមទោសបាទព្រះអង្គប្រទានឲ្យយើងនៅអីគេនៅវិញ្ញាណអត់ឲ្យយើងភ័យខ្លាចអញ្ចឹងពេលដែលយើងមានការភ័យខ្លាចមិនមែនមកពីព្រះឡើយអាមែនមិនថាលោកអ្នកបងប្អូនភ័យខ្លាចពីអីទេអនាគតសុខភាពបាទការផ្គត់ផ្គង់ការធ្វើដំណើរការខ្វល់ខ្វាយទាំងអស់មិនមែនមកពីព្រះឡើយព្រះអង្គបានបញ្ជាក់ប្រាប់យើងថាគឺព្រះអង្គពុំបានឲ្យយើងមានវិញ្ញាណមិនបានប្រទានវិញ្ញាណមកកាន់យើងនេះគឺឲ្យយើងភ័យខ្លាចនោះឡើយប៉ុន្តែព្រះអង្គប្រទានវិញ្ញាណតែឲ្យបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់ខ្ញុំសូមបញ្ជាក់ថាយើងមិនមែនជាអ្នកបម្រើរបស់ព្រះទេប៉ុន្តែយើងជាបុត្ររបស់ព្រះដែលបម្រើព្រះបិតារបស់យើងអាមែនហើយព្រះអង្គប្រាប់ថាដោយសារវិញ្ញាណនេះយើងបន្លឺសំឡេងឡើងថាអាបាអោព្រះបិតាអើយអាមែនចឹងយើងមិនមែនជាអ្នកបម្រើទេខ្ញុំអ្នកបម្រើទទួលមរតកមិនកើតអ្នកបម្រើទទួលមានភាពស្និទ្ធស្នាលជាមួយព្រះជាម្ចាស់មិនបានអត់អាចស្និទ្ធស្នាលជាមួយចៅហ្វាយបានទេចឹងហើយបានព្រះអង្គបានបើកសម្ដែងព្រះអង្គបានឲ្យព្រះយេស៊ូវមកដើម្បីឲ្យយើងដឹងថាយើងអាចមានផ្លូវចូលទៅកាន់ព្រះជាម្ចាស់ហៅព្រះជាម្ចាស់ថាព្រះបិតាអើយនៅក្នុងសម្ព័ន្ធមេត្រីថ្មីនេះគឺព្រះអង្គឲ្យយើងហៅព្រះអង្គថាព្រះបិតាលោកគ្រូអ្នកគ្រូអាចហៅព្រះអង្គអល់សាដាយយ៉ាវេបាទអេលីយ៉នអាដណាយអាចហៅព្រះអង្គបាននៅក្នុងហ្នឹងប៉ុន្តែព្រះអង្គចង់ឲ្យយើងដឹងនាមមួយដែលលើសដែលមានភាពស្និទ្ធស្នាលជាមួយគ្នាដែលធ្វើឲ្យយើងមានអារម្មណ៍ថាជាគ្រួសារនៅក្នុងព្រះអង្គគឺនាមនោះគឺព្រះបិតាអាបាព្រះបិតាអើយអាមែនអញ្ចឹងពេលដែលយើងភ័យខ្លាចចាប់ផ្ដើមចុះឡើងយើងរកទៅគេយើងស្រែកទៅរកព្រះអង្គព្រះបិតាជួយទូលបង្គំផងមិនអធិដ្ឋានកាលពីមកឧបមាថាកូនខ្ញុំបាទពេលដែលគាត់មានយួរសពអីចឹងទៅគាត់មិនអាចហៅខ្ញុំថាអូលោកគ្រូកងវិលលោកគ្រូពៅវ៉ាន់លោកគ្រូកងវិលនៅក្នុងជំនុំព្រះបន្ទូលផ្ដោតជីវិតអើយសូមមកជួយខ្ញុំផងខ្ញុំយួរសពហើយមិនមែនចឹងទេងើបឡើងដេឌីប៉ាងើបឡើងគ្រាន់តែឮសំឡេងនឹងភ្លាមប្រពន្ធខ្ញុំឲ្យតែខ្ញុំឮសំឡេងកូនខ្ញុំយំភ្លាមខ្ញុំទៅដល់បន្ទប់កូនខ្ញុំទាំងពីរនាក់កូនប្រុសទាំងកូនស្រីពេលដែលគាត់នៅពីតូចគាត់ច្រើនងើបឡើងគាត់យល់សពអីងើបឡើងចឹងទៅខ្ញុំចូលទៅឲ្យតែឮសំឡេងភ្លាមគឺទៅដល់បន្ទប់គាត់ភ្លាមគាត់អត់បានប្រកាសលោកគ្រូពៅវ៉ាន់ជាគ្រូកងវិលនៃក្រុមជំនុំព្រះបន្ទូលផ្ដល់ជីវិតអើយសូមជួយកូនផងមិនចឹងទេដេឌីប៉ាប៉ាប្រូចទៅដល់បន្ទប់បាត់គឺព្រះអង្គចង់ឲ្យយើងដឹងថាយើងជាកូនរបស់ព្រះអង្គគឺជាបិតារបស់យើងលោកនេះគួរឲ្យអធិដ្ឋានបានថាព្រះដែលមានទាំងប្រគប់ព្រះចេស្តាព្រះអង្គគឺជាព្រះដែលបង្កើតផ្ទៃមេឃផែនដីព្រះអង្គគឺជាព្រះដែលលើសអស់ទាំងព្រះនាមលើសអស់ទាំងនាមដែលគួរឲ្យកោតសរសើរនាមមានអំណាចយើងអាចអធិដ្ឋានបានបាទអត់អីទេអធិដ្ឋានទៅកាន់ព្រះជាម្ចាស់បានប៉ុន្តែព្រះយេស៊ូវចង់ប្រាប់លោកអ្នកគ្រូថានាមដែលព្រះអង្គបានបង្ហាញដល់យើងទាំងអស់គ្នាគឺជានាមដែលឲ្យយើងមានអារម្មណ៍ថាជាគ្រួសារនៅក្នុងព្រះអង្គភាពស្និទ្ធស្នាលនេះគ្មានអ្វីលើសជាងឪពុករបស់យើងដែលស្រឡាញ់យើងឡើយអាមែនព្រះបិតាដែលព្រះអង្គស្រឡាញ់យើងខ្ញុំនិយាយអំពីឪពុកដែលស្រឡាញ់យើងខ្ញុំតែងតែនឹកឃើញថាពេលដែលខ្ញុំមានកូនមិនខ្ញុំដឹងថាតើខ្ញុំស្រឡាញ់កូនខ្ញុំប៉ុណ្ណាហើយខ្ញុំដឹងអារម្មណ៍ឪពុកនឹងយ៉ាងម៉េចព្រោះកាលពីតូចខ្ញុំអត់ដឹងថាតើឪពុកនឹងក្តីស្រឡាញ់ពីឪពុកនឹងយ៉ាងម៉េចអត់ដែរដឹងទេព្រោះដោយសារឪពុកខ្ញុំរត់ចោលខ្ញុំតាំងពីខ្ញុំអាយុ2ឆ្នាំបាទឥឡូវ44ហើយបាក់42ឆ្នាំហើយឥឡូវមានឥឡូវ44
ចឹងរត់ចោល2ឆ្នាំបុក2ឆ្នាំទៀត44ចឹងយូរហើយខ្ញុំបាត់ដែរមានអារម្មណ៍ថាឪពុកក្តីស្រឡាញ់របស់ពុកយ៉ាងម៉េចទេប៉ុន្តែពេលដែលខ្ញុំមកជឿព្រះអង្គខ្ញុំបានទទួលសេចក្តីស្រឡាញ់របស់ព្រះបិតាដែលស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយព្រះអង្គប្រាប់ថាព្រះអង្គជាព្រះបិតាដ៏ល្អសម្រាប់យើងទាំងអស់អាមែនបិតាដែលលះបង់អ្វីៗទាំងអស់សម្រាប់ឲ្យយើងបានទទួលពរទទួលការសង្គ្រោះទទួលការគត់គូអ្នកធ្លាប់មកពហិនេះមុនដំបូងអាចមានអារម្មណ៍ថាស្មុគស្មាញមកដោយចេតនាណាមួយអត់បញ្ហាប៉ុន្តែឲ្យតែមករកព្រះនឹងបំផ្លាស់ស្ថានភាពបំផ្លាស់ស្ថានភាពនៅក្នុងជីវិតរបស់យើងคล้ายទៅជាជីវិតមួយដែលអ្នកដតីមើលថាព្រះអង្គរបស់យើងព្រះបិតារបស់យើងពិតជាព្រះបិតាដែលល្អដែលប្រទានពរដល់យើងពិតប្រាកដមែនអាមែនចេតនាលោកអ្នកបងប្អូនមកពហិយ៉ាងម៉េចក៏ដោយប៉ុន្តែព្រះអង្គថាចូលមកទោះបីយើងមកដើម្បីចង់បានព្រះពរយកមកដើម្បីចង់ឲ្យព្រះអង្គដោះបញ្ហាយកមកតាមរបៀបណាចូលមកហើយព្រះអង្គចង់ឲ្យយើងដឹងថាព្រះអង្គស្រឡាញ់យើងណាស់ហើយព្រះអង្គមិនដែលបោះបង់ចោលយើងឡើយព្រះអង្គមិនបានទាមទារអ្វីពីយើងឡើយព្រះអង្គឲ្យយើងទាមទារពីយើងមួយថាឈរនៅស្ងៀមហើយមើលថាព្រះអង្គនឹងធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់យើងអាមែនព្រះអង្គអត់ទៀមទីអីច្រើនទេបាទហើយការនឹងសួរថាគ្រូបើមកអញ្ចឹងតែព្រះអង្គធ្វើការអស្ចារ្យchứខ្ញុំអត់បម្រើព្រះអង្គឬក៏អត់អីពេលដែលព្រះអង្គធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់យើងហើយយើងទទួលបទពិសោធន៍នៅព្រះពរដែលព្រះអង្គប្រទានពរនៅក្នុងគ្រួសាររបស់យើងជីវិតរបស់យើងព្រះអង្គស្ដារឡើងវិញហើយខ្ញុំជឿថាយើងនឹងមានចិត្តសម្រាប់ព្រះអង្គដោយខ្លួនឯងមិនមែនដោយសារអ្នកណាបង្ខំយើងឡើយអាមែនអរគុណព្រះអង្គអញ្ចឹងទី2កន្លែងទី2នៅក្នុងសម្ព័ន្ធមេត្រីថ្មីដែលនិយាយអំពីព្រះអង្គប្រាប់ថាព្រះអង្គប្រទានវិញ្ញាណមួយមិនមែនឲ្យយើងភ័យខ្លាចមិនមែនយើងជាអ្នកបម្រើជាខ្ញុំបម្រើទេណាអញ្ចឹងបើយើងជាងទៅខ្ញុំចង់បម្រើទ្រង់បម្រើព្រះអង្គបម្រើទៅកុំគ្រាន់តែចង់បម្រើព្រះអង្គជាមួយនឹងគ្នាទៅកុំគ្រាន់តែចង់ហើយយើងជ្រៀងនេះមិនមែនថាអត្តសញ្ញាណរបស់យើងជាអ្នកបម្រើព្រះទេណាអត្តសញ្ញាណរបស់យើងជាកូនរបស់ព្រះអង្គព្រះអង្គប្រាប់ច្បាស់ថាព្រះអង្គមិនមែនប្រទានវិញ្ញាណបងប្អូនខ្លាចតែខ្ញុំបម្រើទៀតទេប៉ុន្តែឲ្យហើយនាំអភ័យខ្លាចពួកអ្នកបម្រើភ័យខ្លាចពេលដែលយើងធ្វើខុសខ្លាចចវាយថាឲ្យពេលយើងធ្វើខុសខ្លាចចវាយដាក់ទោសប៉ុន្តែព្រះអង្គឲ្យយើងថាយើងជាបុត្ររបស់ព្រះអង្គពេលខ្លះយើងធ្វើខុសនៅមហាតីព្រះអង្គយើងនៅតែជាកូនរបស់ព្រះអង្គដដែលអ្នកបម្រើធ្វើខុសបើកន្លែងធ្វើការផងបុគ្គលិកគេធ្វើខុសដាក់ annual appraisal បាទធ្លាក់ដល់មេអត់ត្រូវពេញចិត្តយើងជំរុះតំណែងនឹងចេញរើសអ្នកផ្សេងមកប៉ុន្តែឋានៈជាកូនមិនអាចមានអ្វីដែលមិនអាចមានអ្វីមានតម្លៃថាអូកូនធ្វើត្រូវកូនធ្វើខុសមិនមែនជាកូនមិនមែនអញ្ចឹងទេយើងនៅតែជាកូនរបស់ព្រះអង្គដដែលយើងនៅជាបុត្ររបស់ព្រះអង្គដដែលព្រោះថាបុត្រដែលធ្វើខុសកូនដែលធ្វើខុសតែមិនអាចអ្វីដែលយើងធ្វើខុសនេះយើងបាត់ឋានៈជាកូនរបស់ព្រះអង្គឡើយព្រះអង្គនឹងធ្វើការក្នុងចិត្តរបស់យើងពេលដែលយើងធ្វើខុសយើងព្រះអង្គនឹងឲ្យយើងត្រឡប់មកធ្វើត្រូវវិញអញ្ចឹងហើយបានយើងត្រូវការពឹងព្រះបិតាយើងជារៀងរាល់ថ្ងៃមែនទេព្រះអង្គពឹងយើងព្រះអង្គជារៀងរាល់ថ្ងៃពេលយើងធ្វើខុសព្រះអង្គនឹងនាំយើងឲ្យមកធ្វើត្រូវវិញបើយើងធ្វើត្រូវហើយព្រះអង្គអត់នាំយើងទេបើធ្វើត្រូវហើយនាំអីទៀតបើយើងធ្វើត្រូវហើយតែអាខុសហ្នឹងហើយដែលយើងត្រូវការព្រះអង្គនាំយើងឲ្យមកធ្វើត្រូវតាមព្រះហឫទ័យរបស់ព្រះអង្គវិញអញ្ចឹងកន្លែងនេះច្បាស់ណាក្រុមជំនុំផងយើងគឺច្បាស់មកថាយើងជាកូនរបស់ព្រះអង្គយើងមិនមែនជាអ្នកបម្រើរបស់ព្រះអង្គទេហើយយើងក៏មិនមែនជាសិស្សរបស់ព្រះអង្គដែរយើងជាកូនរបស់ព្រះអង្គដែលបម្រើព្រះរបស់យើងដែលបម្រើឪពុករបស់យើងទី2កន្លែងនេះគឺព្រះអង្គប្រាប់យើងថាយើងជាកូនរបស់ព្រះអង្គកន្លែងទី3គឺនិយាយអំពីកាឡាទីចំពុក4ខ6ប្រាប់ថាបងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែនបញ្ជាក់ថាលោកគ្រូអ្នកគ្រូបងប្អូននៅកន្លែងនេះពិតជាបុត្ររបស់ព្រះជាម្ចាស់មែនអ្នកខ្លះបុត្រីអ្នកខ្លះបុត្រាបើយើងនិយាយបុត្រចម្រុះទាំងអស់គឺពិតជាបុត្ររបស់ព្រះជាម្ចាស់មែនហើយព្រះអង្គមានប្រាប់ថាព្រោះបងប្អូនបានចាត់ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គឲ្យមកសន្ធិដ្ឋក្នុងចិត្តរបស់យើងព្រះយេស៊ូវព្រះអង្គគង់នៅក្នុងចិត្តរបស់យើងព្រះវិញ្ញាណគង់នៅក្នុងចិត្តរបស់យើងពេលដែលយើងជឿព្រះអង្គខ្ញុំប្រាប់លោកគ្រូអ្នកគ្រូទាំងអស់គ្នា
យើងអត់សាបទេអ្នកខ្លះអត់អាចចូលក្នុងក្រុមស្នួរបានទេអាចភ្នែកអ្នកខ្លះគ្រូកាន់នេះភ្នែកឡើងក្រហមតែតែហ្មងចូលក្នុងស្នួរចាញ់ស្នួរចាញ់អីគេអ្នកខ្លះហូបផ្លែស្ពឺចាញ់ស្ពឺបាទព្រះរបស់យើងអត់ចាញ់ទេពេលដែលយើងជាកូនរបស់ព្រះអង្គហើយព្រះវិញ្ញាណរបស់ព្រះអង្គគង់នៅក្នុងជីវិតរបស់យើងហើយគឺព្រះអង្គគង់នៅជាមួយយើងគ្រប់ទីកន្លែងទាំងអស់ហើយព្រះអង្គគង់នៅជាមួយនឹងយើងគ្រប់ស្ថានភាពទាំងអស់សប្បាយក៏ព្រះអង្គនៅជាមួយយើងកើតទុក្ខក៏ព្រះអង្គនៅជាមួយយើងពេលដែលយើងកើតទុក្ខព្រះអង្គមិនដែលបោះបង់ចោលយើងឡើយប៉ុន្តែសូមឲ្យលោកអ្នកបងប្អូននឹកចាំពេលដែលយើងកើតទុក្ខសូមនិយាយទៅកាន់ព្រះបិតារបស់យើងសូមអធិដ្ឋានទៅកាន់ព្រះបិតារបស់យើងដូច្នេះបានជាព្រះយេស៊ូវមានព្រះបន្ទូលថានឹមរបស់ខ្ញុំគឺស្រួលបន្ទុករបស់ខ្ញុំគឺស្រាលពេលដែលយើងចូលមកព្រះអង្គថ្វាយបន្ទុករបស់យើងទៅកាន់ព្រះមានអារម្មណ៍ថាស្រឡះក្នុងចិត្តមកលោកគ្រូអ្នកគ្រូកំពុងគិតថាកូនខ្ញុំគ្រួសារខ្ញុំសុខភាពខ្ញុំយ៉ាងម៉េចដល់ពេលលោកគ្រូស្ពុកស្មាញមិនដឹងតែនិយាយទៅម៉េចពេលដែលយើងអធិដ្ឋានទៅព្រះបិតាទូបង្គំមិនដឹងថាទូបង្គំកំពុងតែគិតអីទេទូបង្គំអត់សូវស្រួលខ្លួនមិនដឹងគិតអីទេប៉ុន្តែកូនសូមថ្វាយទាំងអស់ទាំងការខ្វល់ខ្វាយទាំងអ្វីៗទាំងអស់កាន់ទៅព្រះអង្គសូមព្រះអង្គធ្វើការសូមព្រះអង្គយកបន្ទុករបស់ខ្ញុំដែលធ្ងន់នេះទៅដាក់នៅលើព្រះអង្គហើយសូមព្រះអង្គប្រទានបន្ទុករបស់ព្រះអង្គដែលស្រាលពេលនោះយើងបានសម្រាប់ពេលដែលយើងនិយាយទៅកាន់ព្រះយើងថាហូស្រាលឡាស់ក្នុងចិត្តមកសាកអ្នកម្នាក់មកនិយាយមកកាន់ខ្ញុំមើលតាំងគ្រូខ្ញុំមានបញ្ហានិយាយមកកាន់ខ្ញុំបានតែមួយផ្លែតហ្នឹងដូចមានអារម្មណ៍លើកទឹកចិត្តយើងបានតែមួយផ្លែតហ្នឹងប៉ុន្តែបើយើងនិយាយទៅកាន់ព្រះផ្ទាល់ខ្ញុំជឿថាយើងនឹងបានស្រាលនៅក្នុងខ្លួនតែម្ដងអាមែនបិទព្រះបិតារបស់យើងប្រាប់ថាព្រះអង្គចិត្តវិញ្ញាណព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គឲ្យមកសន្ធិដ្ឋក្នុងចិត្តយើងគឺព្រះវិញ្ញាណនេះហើយដែលបន្លឺព្រះសូរសៀងឡើងថាអាបាអោព្រះបិតាអើយអាមែនអញ្ចឹងយើងច្បាស់កន្លែងនេះថាយើងជាកូនរបស់ព្រះអង្គបាទកុំឲ្យអ្នកណាមកបន្លំយើងបានថាមិនកូនទេកូនអីធ្វើខុសអញ្ចឹងកូនអីមិនធ្វើតាមបំរុងផាតីរបស់ព្រះអង្គអញ្ចឹងមិនកូនទេឥឡូវសួរលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាថាពេលដែលកូនយើងអត់ធ្វើតាមចិត្តរបស់យើងតើកូននឹងជាអ្នកបម្រើគឺតែកូនរបស់យើងសូម្បីយើងដែលជាមនុស្សនៅផែនដីនេះដែលប្រព្រឹត្តអំពើបាបកូនយើងធ្វើខុសក៏នៅតែកូនយើងទៅដែរកូនយើងធ្វើចោលក៏នៅតែកូនយើងទៅដែរមិនអាចកាត់ផ្ដាច់ពីនិស្ស័យឪពុកម្ដាយហើយនឹងកូននៅបានទេចុះតម្រាំព្រះបិតារបស់យើងវិញដែលព្រះអង្គរាប់យើងជាកូនហើយពេលដែលជឿលើព្រះយេស៊ូវហើយយើងជាកូនរបស់ព្រះអង្គហើយគឺយើងជាកូនរបស់ព្រះអង្គរហូតអាមែនទាំងយើងធ្វើត្រូវគប់បតីព្រះអង្គទាំងយើងធ្វើមិនគប់បតីព្រះអង្គក៏នៅជាកូនដែរបើយើងធ្វើតាមព្រះបតីព្រះអង្គធ្វើល្អពួកព្រះអង្គប្រាប់ថាការពេលព្រះអង្គសង្គ្រោះយើងមិនមែនឲ្យយើងប្រព្រឹត្តការអាក្រក់ឡើយហើយយើងប្រព្រឹត្តការអាក្រក់មិនមែនបាត់នីជាកូនរបស់ព្រះអង្គឡើយប៉ុន្តែគ្រាន់តែកូនដែលមិនធ្វើការល្អឲ្យគេលើកដំកើងព្រះបិតារបស់ខ្លួនលោកនេះក៏តន់កន្លែងហ្នឹងបាទអ្នកខ្លះគាត់ថាពេលធ្វើខុសលែងកូនពេលធ្វើត្រូវបានកូនធ្វើខុសលែងកូនធ្វើត្រូវបានកូនធ្វើខុសអ្នកបម្រើធ្វើត្រូវកូនវិញបាទវល់ទៅវល់មកមួយព្រះអង្គប្រាប់ក្នុងព្រះបន្ទូលផាមច្បាស់ប្រាប់ថាគឺយើងជាកូនរបស់ព្រះអង្គប្រាប់ថាបងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែនបើព្រះអង្គប្រាប់ថាយើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែនណាគេថាយើងជាអ្នកបម្រើរបស់ព្រះអង្គអាមែនមានតែគេថាអ្នកបម្រើអីព្រះអង្គប្រាប់ថាយើងពិតជាព្រះបុត្ររបស់ព្រះជាម្ចាស់តែលោកគ្រូអញ្ចឹងគេច្រៀងខ្ញុំចង់បម្រើទ្រង់ខ្ញុំនាងបម្រើព្រះបាទអាចកូនបម្រើឪពុកមានអីបាទកូនដែលធ្វើកិច្ចការសម្រាប់ឲ្យគេលើកដំកើងព្រះបិតារបស់យើងមិនល្អប៉ុន្តែយើងត្រូវដឹងពីអត្តសញ្ញាណរបស់យើងនៅក្នុងព្រះគឺជាកូនរបស់ព្រះជាម្ចាស់មិនមែនជាអ្នកបម្រើឡើយប៉ុន្តែខ្ញុំបម្រើព្រះបិតារបស់ខ្ញុំជាកូនខ្ញុំបម្រើព្រះរបស់ខ្ញុំជាកូនខ្ញុំធ្វើតាមអ្វីដែលព្រះបិតារបស់ខ្ញុំចង់ឲ្យខ្ញុំធ្វើហើយព្រះអង្គប្រាប់ថាពេលដែលយើងជាកូនរបស់ព្រះអង្គយើងពិតជាទទួលមរតកជាក់ជាមិនខានអាមែនអ្នកបម្រើអត់អាចទទួលមរតកបានទេ
ហើយបើសិនជាមានអ្នកណាបើគោលមរតកឲ្យអ្នកបម្រើមានកូន14 10នាក់អត់ឲ្យកូនបន្តិចសុំឲ្យអ្នកបម្រើសុំប្រាប់ខ្ញុំផងតើគាត់ធ្វើយ៉ាងម៉េចបានបាទបានឲ្យកូនបានអ្នកមរតកទៅអ្នកបម្រើគឺកូននឹងគ្រងមរតកចឹងហើយពេលដែលយើងជឿព្រះអង្គយើងចាប់ផ្ដើមឃើញការអស្ចារ្យកើតឡើងនៅក្នុងជីវិតរបស់យើងមកឡើងស្រពោនពេលតែនៅពេលដែលមកថ្វាយគុំព្រះអង្គទៅព្រះអង្គដោះទុក្ខលំបាករបស់យើងចេញពីជីវិតរបស់យើងហើយចាប់ផ្ដើមស្រស់ស្រាយហើយចាប់ផ្ដើមនេះមកពីព្រះខ្ញុំធ្វើអត់បានទេប៉ុន្តែព្រះបិតាដែលខ្ញុំជឿព្រះយេស៊ូវដែលខ្ញុំជឿព្រះអង្គធ្វើគ្រប់កិច្ចការបានសម្រាប់ជីវិតរបស់ខ្ញុំអាមែនចុះបើយើងជាកូនរបស់ព្រះអង្គហើយយើងដឹងថាយើងជាកូនរបស់ហើយព្រះអង្គប្រាប់ថាឈ្មោះមួយដែលខ្ញុំចង់អ្នកគ្រូទាំងអស់គ្នាដឹងគឺនាមព្រះបិតាអាបាអោព្រះបិតាជានាមមួយដែលជានាមបង្ហាញអំពីភាពស្និទ្ធស្នាលនៅក្នុងគ្រួសារលោកគ្រូនេះគ្រូចាំនៅកន្លែងនេះក្រុមជំនុំចាំនៅកន្លែងនេះថាយើងមានព្រះបិតារបស់យើងដែលគង់នៅក្នុងជីវិតរបស់យើងជារៀងរហូតជារៀងរាល់ថ្ងៃហើយពេលដែលយើងជាកូនរបស់ព្រះអង្គយើងអាចអធិដ្ឋានទៅព្រះអង្គបានព្រះអង្គមានព្រះបន្ទូលតែម៉េចព្រះអង្គម្ចាស់មានព្រះបន្ទូលដូចនេះថាដោយគេស្ថិតនៅជាប់នឹងយើងហើយយើងនឹងរំដោះគេនឹងការពារគេព្រោះគេទទួលស្គាល់ថាយើងជាព្រះអង្គម្ចាស់អាមែនយើងស្ថិតនៅជាប់នឹងព្រះបិតារបស់យើងព្រះអង្គរំដោះយើងព្រះអង្គការពារយើងហើយអ្វីដែលយើងធ្វើគឺយើងទទួលស្គាល់ថាយើងពិតជាបុត្ររបស់ព្រះអង្គមែនអត់មានអីត្រូវអូអធិដ្ឋានច្រើនខ្ញុំនិយាយឲ្យម្ដងទៀតមែនព្រោះមិនបំបាក់ទឹកចិត្តក្រុមអធិដ្ឋានទេតែអូអធិដ្ឋានអ្នកខ្លះអធិដ្ឋានធាក់ដីទាញមេឃស្រេចលឺអ្នកខ្លះអធិដ្ឋានឲ្យអូសំឡេងអធិដ្ឋានច្រើនមិនថាខ្ញុំទៅចូលរួមអធិដ្ឋានមានអ្នកខ្លះគាត់អធិដ្ឋានច្រើននៅក្នុងហ្នឹងប៉ុន្តែមិនសំខាន់យើងអធិដ្ឋានលឺមិនខានអធិដ្ឋានខ្សឹបមិនសំខាន់យើងអធិដ្ឋានប្រើពាក្យពេចន៍ល្អប៉ុណ្ណោះទេដើម្បីឲ្យព្រះអង្គឆ្លើយតបអ្វីដែលព្រះអង្គឆ្លើយតបគឺព្រះយើងទទួលស្គាល់ថាព្រះអង្គពិតជាព្រះរបស់យើងមែនព្រះអង្គពិតជាបិតារបស់យើងមែនតែយើងទទួលស្គាល់ព្រះអង្គយើងជឿព្រះអង្គនឹងចំណុចហ្នឹងហើយព្រះអង្គថាម៉េចព្រះអង្គនឹងជួយរំដោះគេរំដោះពីអីលោកគ្រូជួបប្រទេសអីក្រុមជំនុំជួបប្រទេសអីព្រះជាម្ចាស់នឹងរំដោះការនោះចេញពីជីវិតរបស់យើងអាមែនការអាក្រក់យ៉ាងណាក៏ដោយខ្ញុំមិនដឹងប៉ុន្តែព្រះអង្គនឹងរំដោះយើងឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាងហើយព្រះអង្គប្រាប់ថាម៉េចព្រះអង្គនឹងការពារយើងដូចគ្នាអាមែនព្រះអង្គរំដោះហើយព្រះអង្គការពារហើយព្រះអង្គរំដោះហើយព្រះអង្គការពារដល់យើងទាំងអស់គ្នាគឺដោយសារយើងទទួលស្គាល់ព្រះអង្គជាព្រះបិតាព្រះអង្គជាព្រះអម្ចាស់ជាព្រះបិតានៃជីវិតរបស់យើងនៅចុងក្រោយបានប្រាប់យើងថាគេនឹងអង្វររកយើងអ្នកណាយើងនឹងអធិដ្ឋានទៅកាន់ព្រះអង្គហើយយើងនឹងឆ្លើយតបមកគេវិញពេលដែលយើងអធិដ្ឋានទៅព្រះអង្គហើយគឺព្រះអង្គនឹងឆ្លើយតបមកយើងវិញជាក់ជាមិនខានសួរថាហេតុអ្វីបានយើងអធិដ្ឋានទៅព្រះអង្គបើដឹងថាព្រះអង្គអត់ឆ្លើយតបយើងអធិដ្ឋានទៅធ្វើអីមែនហើយបើយើងអធិដ្ឋានដោយសារយើងដឹងថាព្រះអង្គនឹងឆ្លើយតបការអធិដ្ឋានរបស់យើងបានយើងចូលទៅរកព្រះអង្គអធិដ្ឋានទៅព្រះអង្គអាមែនឧបមាថាបើខ្ញុំដឹងថាបើកូនខ្ញុំមករកខ្ញុំហើយថាដេឌីខ្ញុំសុំដេឌីទៅញ៉ាំនេះមួយមកការ៉េមកៃមួយមកហើយបើដឹងថាឪពុកនឹងឲ្យទៅញ៉ាំហើយគាត់នឹងមិនមករកទៀតទេមកតែម្ដងឯងហើយបើលើកក្រោយមកម្ដងទៀតដេឌីនាំខ្ញុំទៅនេះមកយើងហេតុអ្វីបានយើងទៅព្រះបិតារបស់យើងអធិដ្ឋានទៅព្រះបិតារបស់យើងដោយសារយើងដឹងថាព្រះអង្គនឹងឆ្លើយតបការអធិដ្ឋានរបស់យើងបានយើងអធិដ្ឋានអាមែនដោយសារថាយើងដឹងជាក់ថាព្រះអង្គឆ្លើយតបនេះកន្លែងនេះថាព្រះអង្គនឹងឆ្លើយតបយើងនឹងឆ្លើយតបមកគេវិញនៅពេលគេមានអាសន្នយើងនឹងស្ថិតនៅជាមួយនឹងគេ
dương nâng rụng đó kì prong tiếng lướt đồng can kì phong amen cứ chụp đẹp bản tu đại bảo cho dương đăng thà dương miên đẹp bay đa đại công không chịu vật bao dương bảo ca pi thay ra xa dương bảo sắt nơi chụp môi nâng dương bảo rụng đó dương bảo nâng lướt đồng can dương mà nuôi thà dương chịu mà nuôi ăn ban ca dương chịu mà nuôi đại không ba sừng cung dương lót tới nơi này hả lý dương lẹ ta đòn đây ao từ nơi không bảo dương mình nơi khao chỉ riêng là hôn lại và ông nâng lướt dương la hai và ông nâng prap kia thang kì vật chịp câu nó bọc dương amen bây giờ dương miên prap bay đa dương sense tha và ông chỉ prap bay đa là bọc dương và ông nâng lướt đầm cao dương lúc này khối thල đọc bátយ៉ាងណាក៏ដែរសូមទុកចិត្តដល់ព្រះអង្គថាខ្ញុំជាកូនរបស់ព្រះខ្ញុំមិននៅកន្លែងពួកនឹងទេមេអំបៅធ្លាក់ទៅដល់ផុកក៏នៅតែជាមេអំបៅដែរអត់ខ្លាចចិត្តទៅកើវិញទេប៉ុន្តែពេលមេអំបៅចេញពីផុកមកយើងនៅជាប់ជាមួយព្រះអង្គមេអំបៅនឹងខ្លាយទៅជាមេអំបៅដែលមានសេរីភាពដែលត្រូវគេមើលឃើញថាអូមេអំបៅដែលស្រស់បំព្រងមែនទែនដែលគេនឹងប្រសើរដំណើរដល់ព្រះបិតាថាព្រះអង្គនឹងស្រោចស្រង់យើងចេញពីទីដែលភក់ជ្រាំហើយលើកដំកើងយើងឲ្យតែយើងដឹងថាព្រះអង្គគឺជាព្រះបិតារបស់យើងអាមែនចូលនឹកចាំថាព្រះអង្គជាព្រះបិតាហើយព្រះអង្គមិនដែលបោះបង់ចោលយើងឡើយពេលមានអាសន្នកុំថាព្រះអង្គនៅកន្លែងណាឆ្ងាយពេលមានអាសន្នព្រះអង្គនៅជាមួយនឹងយើងហើយព្រះអង្គនៅជាមួយយើងហើយព្រះអង្គមិនត្រឹមតែនៅទេព្រះអង្គរំដោះយើងឲ្យរួចពេលមានអាសន្នទៀតហើយព្រះអង្គព្រមទាំងលើកដំកើងយើងទាំងអស់គ្នាសូមអបជារាជព្រះអង្គបានទះដៃដើម្បីទៅសើដំកើងព្រះបិតារបស់យើងទាំងអស់គ្នាអាមែនសូមសម្រុំចិត្តអធិដ្ឋានសូមក្រោកឈរឡើងយើងសម្រុំចិត្តអធិដ្ឋានជាមួយនឹងគ្នាអាមែនហាឡេលូយ៉ាសូមអរព្រះគុណដល់ព្រះអង្គព្រះយេស៊ូវគុណអរព្រះគុណដល់ព្រះអង្គនៅព្រឹកនេះដែលទូបង្គំរួមគ្នាដើម្បីលើកដំកើងថ្វាយបង្គំដល់ព្រះអង្គព្រះម្ចាស់នាមដែលព្រះយេស៊ូវបាននាំមកដើម្បីឲ្យទូបង្គំបានដឹងថាគឺយើងមានព្រះបិតាដែលស្រឡាញ់ទូបង្គំដោយអត់លក្ខខណ្ឌព្រះបិតាដែលយល់ពីទុក្ខលំបាកដែលទូបង្គំឆ្លងកាត់នៅក្នុងជីវិតហើយព្រះអង្គមិនដែលបោះបង់ចោលទូបង្គំម្ដងណាឡើយព្រះម្ចាស់ទោះបីទូបង្គំខុសតែព្រះអង្គឲ្យព្រះវិញ្ញាណដែលគង់ក្នុងជីវិតទូបង្គំនាំទូបង្គំឲ្យធ្វើកិច្ចការល្អឡើងវិញទូបង្គំមិននៅដដែលឡើយទូបង្គំជាមេអំបៅទូបង្គំមិនអាចធ្លាក់คล้ายទៅជាតកៅវិញបានឡើយទូបង្គំនៅតែជាមេអំបៅទូបង្គំនៅតែជាបុត្ររបស់ព្រះអង្គដែលព្រះអង្គស្រឡាញ់ដែលព្រះអង្គចាត់ព្រះយេស៊ូវមកដើម្បីសគត់សម្រាប់យើងទាំងអស់គ្នាឲ្យទូបង្គំទាំងអស់គ្នាដឹងជាក់ថាអ្វីៗទាំងអស់គឺមកពីព្រះអ្វីៗទាំងអស់គឺដើម្បីលើកដំកើងដល់ព្រះបិតាដែលស្រឡាញ់យើងទាំងអស់គ្នាហើយទូបង្គំមិនបាច់ធ្វើអីច្រើននៅទីនេះទូបង្គំគ្រាន់តែឈរហើយដឹងថាព្រះអង្គជាព្រះបិតាដែលស្រឡាញ់ទូបង្គំព្រះអង្គជាព្រះបិតាដែលមានផែនការល្អសម្រាប់ទូបង្គំរួចហើយឲ្យទូបង្គំសម្រាកដោយទុកចិត្តនៅក្នុងការដឹកនាំរបស់ព្រះអង្គព្រះអង្គនឹងនាំយើងទៅកន្លែងដែលមានវាស្មៅគ្រឿខ្ចីព្រះអង្គនឹងនាំយើងទៅកន្លែងដែលមានទឹកហូរគ្រឿងព្រះអង្គនឹងឲ្យយើងសម្រាកនៅទីនោះឈាមរបស់ព្រះអង្គអត់មានត្រូវការធ្វើអីច្រើនទេឈាមរបស់ព្រះអង្គគឺស្ដាប់ព្រះសូរសៀងស្ដាប់សំឡេងរបស់គង្វាលឲ្យសម្រាកយើងសម្រាកព្រះអង្គទេដែលជាប្រភពនៃការផ្គត់ផ្គង់នៃជីវិតទូបង្គំមិនមែនជាទូបង្គំឡើយគុណអរគុណព្រះអង្គគុណអរគុណព្រះបិតាដែលស្រឡាញ់ដល់ទូបង្គំសូមឲ្យព្រះបន្ទូលនៅថ្ងៃនេះជាព្រះបន្ទូលឲ្យទូបង្គំមើលឃើញកាន់តែច្បាស់ថាព្រះអង្គជាព្រះបិតាដែលមិនដែលបោះបង់ចោលយើងឡើយព្រះអង្គជាព្រះបិតាដែលស្រឡាញ់ទូបង្គំខ្លាំងស្មើនឹងកែវប្រណិតរបស់ព្រះអង្គគុណអរគុណព្រះអង្គគុណអធិដ្ឋាននៅក្នុងនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន